តំណាងរាជគណៈបកប្រជាជនកម្ពុជាកំពុងតែកែប្រែច្បាប់ស្តីពីគណៈបកនយោបាយដ៏ចម្រូងចម្រាសដើម្បីធ្វើវិសោធនកម្មចែកបន្ថែមខ្លឹមសារមិនឲ្យអ្នកជាប់ទោសឬទាន់ដិតជាប់ពាក់ព័ន្ធទៅនឹងគណៈបកនយោបាយនោះត្រូវបានអ្នកច្បាប់និងសហគមន៍អន្តរជាតិរិះគន់ថាជាការធ្វើវិសោធនកម្មផ្ទុយពីរដ្ឋធម្មនុញ្ញនិងកតិកាសញ្ញាស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយដែលកម្ពុជាជាម្ចាស់ហត្ថលេខីការធ្វើវិសោធនកម្មច្បាប់ស្តីពីគណៈបកនយោបាយម្ដងជាពីរដងនេះត្រូវបានគេមើលឃើញថាលោកហ៊ុនសែនចង់សងសឹកនឹងលោកសំរងស៊ីនិងចង់បញ្ចប់ជីវិតនយោបាយរបស់លោកសំរងស៊ីទៅវិញទេដែលមិនមែនដើម្បីបម្រើផលប្រយោជន៍ជាតិនោះឡើយតើការគ្រោងធ្វើវិសោធនកម្មច្បាប់នេះពិតជាធ្វើឲ្យគណៈបកប្រជាជនកម្ពុជារបស់លោកហ៊ុនសែនចំណេញឬខាតសូមលោកអ្នកនាងស្ដាប់បទវិភាគរបស់លោកទីនហ្សាការីយ៉ាអំពីបញ្ហានេះដូចតទៅជាការពិតណាស់ក្រុមតែលោកហ៊ុនសែនស្រែកឲ្យពិនិត្យមើលនិងធ្វើវិសោធនកម្មច្បាប់ស្តីពីគណៈបកនយោបាយភ្លាមតំណាងរាស្ត្រគណៈបកប្រជាជនកម្ពុជារបស់លោកមិនបង្អង់យូរហើយនាំគ្នាធ្វើការកែប្រែច្បាប់នេះយ៉ាងតក់ក្រហល់ផ្លែតអ្នកច្បាប់លើកឡើងថាការធ្វើវិសោធនកម្មច្បាប់តាមមេដឹកនាំរដ្ឋយ៉ាងឆាប់រហ័សបែបនេះលុះត្រាតែក្នុងករណីប្រទេសកើតកលយុគនិងដើម្បីរក្សាសន្តិសុខរបស់ប្រទេសជាតិដោយមានចែងនៅក្នុងរដ្ឋធម្មនុញ្ញតែប៉ុណ្ណោះសម្រាប់នៅពេលនេះវិញត្រូវបានគេមើលឃើញថាក្រុមតំណាងរាស្ត្រគណៈបកកណ្ដាលអំណាចខំប្រឹងប្រែងធ្វើដើម្បីបំពេញបំណងរបស់លោកនាយរដ្ឋមន្ត្រីហ៊ុនសែនក្នុងការកម្ចាត់ជីវិតនយោបាយលោកសំរងស៊ីនិងគណៈបកប្រឆាំងជាជាងដើម្បីគិតពីផលប្រយោជន៍ប្រទេសជាតិពិតជាមិនបង្អង់យូរមែននៅព្រឹកថ្ងៃទី6កក្កដាសេចក្តីស្នើសេចក្តីព្រាងច្បាប់នេះត្រូវបានយកទៅឲ្យគណៈកម្មាធិការអចិន្ត្រៃយ៍សភាបើកិច្ចប្រជុំនិងអនុម័តភ្លាមតំណាងរាស្ត្រគណៈបកប្រជាជនកម្ពុជាបានបញ្ជាក់ទៅកាន់អ្នកកាសែតយ៉ាងច្បាស់ថាការធ្វើច្បាប់នេះដើម្បីរារាំងលោកសំរងស៊ីមិនឲ្យធ្វើសកម្មភាពនយោបាយនៅក្រៅប្រទេសនិងដើម្បីឲ្យអ្នកគាំទ្របកប្រឆាំងឈប់ហៅលោកសំរងស៊ីជាប្រធានឬលោកប្រធានតទៅទៀតតំណាងរាស្ត្រគណៈបកប្រឆាំងវិញបានជំទាស់ចដាច់ខាតដោយចាត់ទុកសេចក្តីព្រាងច្បាប់នេះថាជាច្បាប់ដ៏អាក្រក់ហួសហេតុនិងធ្វើឲ្យមេដឹកនាំខ្មែរបែកបាក់គ្នាទៅវិញទេគណៈបកប្រឆាំងអះអាងថាការរដ្ឋបတ်ឬការកាត់ផ្តាច់លោកសំរងស៊ីពីគណៈបកសង្គ្រោះជាតិបែបនេះនឹងធ្វើឲ្យគណៈបកសង្គ្រោះជាតិកាន់តែមានប្រជាប្រិយភាពតំណាងរាស្ត្រគណៈបកប្រជាជនកម្ពុជាធ្លាប់បានប្រញាប់ប្រញាល់ធ្វើវិសោធនកម្មច្បាប់ស្តីពីគណៈបកនយោបាយនេះតាមការចង់បានរបស់លោកហ៊ុនសែនម្ដងរួចទៅហើយកាលពីដើមឆ្នាំ2017ដោយចាញ់មិនឲ្យទុនដិតធ្វើជាប្រធានគណៈបកនយោបាយនៅពេលឃើញដូច្នេះលោកសំរងស៊ីក៏ប្រញាប់ប្រញាល់បោះបង់តួនាទីប្រធានគណៈបកសង្គ្រោះជាតិមុនពេលច្បាប់នេះត្រូវបានសភាគណៈបកកណ្ដាលអំណាចអនុម័តចូលជាធរមានទៅទៀតទោះបីជានេះក្តីលោកនាយករដ្ឋមន្ត្រីមិនទាន់អស់ចិត្តនោះទេគឺក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី4ឆ្នាំ2017នេះនៅពេលឃើញលោកសំរងស៊ីនៅតែជាប់ពាក់ព័ន្ធនឹងគណៈបកសង្គ្រោះជាតិដែលលោកបានអំពាវនាវឲ្យអ្នកគាំទ្របោះឆ្នោតជូនគណៈបកប្រឆាំងនោះលោកហ៊ុនសែនក៏ស្នើឲ្យសមាជិកសភារបស់លោកកាលពីព្រឹកថ្ងៃទី28មិថុនាក្នុងពិធីខួបលើកទី66ថ្ងៃបង្កើតគណៈបកប្រជាជនកម្ពុជាធ្វើវិសោធនកម្មច្បាប់ស្តីពីគណៈបកនយោបាយនេះក្រៅពីនេះលោកហ៊ុនសែនក៏ឌឺដងឲ្យលោកសំរងស៊ីថាបើចិត្តសឿងចូលស្រុកមកកុំឲ្យគេហៅអ្នកទោសធ្វើសកម្មភាពតាមរបៀបនេះព្រោះរឿងនេះគឺជារឿងផ្លូវច្បាប់มันអាចលេងសើចបានទេនៅក្នុងដំណើរការប្រជាធិបតេយ្យយើងមិនបានខ្លាចអ្នកទេក៏ប៉ុន្តែយើងមិនចង់ឲ្យអ្នកមកច្បុកច្បល់ជាមួយនឹងអ្វីដែលជាសមិទ្ធផលរបស់ប្រទេសជាតិបើអ្នកចិត្តសឿងអញ្ជើញមកវាបើកចំហរួចហើយក៏ប៉ុន្តែអ្វីដែលលោកហ៊ុនសែនស្នើឲ្យធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនៅពេលនេះហាក់ដូចជាផ្ទុយពីអ្វីដែលលោកតែងតែប្រកាសឲ្យបញ្ឈប់ប្រើវប្បធម៌ទឹកឡើងត្រីស៊ីស្រមោចទឹកហើយស្រមោចស៊ីត្រីពលគឺវប្បធម៌សងសឹកគ្នាព្រោះថាការធ្វើវិសោធនកម្មច្បាប់ស្តីពីគណៈបកនយោបាយនៅពេលនេះមន្ត្រីជាន់ខ្ពស់គណៈបកប្រឆាំងអះអាងថាមិនមែនដើម្បីបម្រើផលប្រយោជន៍ប្រទេសជាតិជាចាំបាច់អ្វីទេតាមមើលទៅច្បាប់នេះគ្រាន់តែជាដាក់គំនាបលោកសំរងស៊ីនិងគណៈបកសង្គ្រោះជាតិនឹងធ្វើឲ្យបកនេះមានការជឿចាប់ទៅវិញទេហើយអនុប្រធានគណៈបកប្រឆាំងអះអាងថាគេនឹងលុបចោលច្បាប់នេះវិញនៅពេលខ្លួនឈ្នះឆ្នោតសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណៈបកនយោបាយនៅក្នុងមាត្រាមួយចំនួនដែលក្រុមនៃច្បាប់បកប្រជាជនកម្ពុជាបានបន្ថែមថ្មីនោះបានចែងយ៉ាងច្បាស់អំពីការកំណត់មិនអនុញ្ញាតឲ្យគណៈបកនយោបាយជាប់ពាក់ព័ន្ធនឹងទុនដិតទោះជាក្នុងបទអក្រិតឬមជ្ឈិមក្តីបើសិនជាគណៈបកនយោបាយណាជាប់ពាក់ព័ន្ធនឹងទុនដិតនោះមាត្រា44និង45ថ្មីចែងអំពីការផ្អាកសកម្មភាពនិងរំលាយគណៈបកនោះចោលទៀតផង
មាត្រា6ថ្មីវិញមិនអនុញ្ញាតឲ្យគណៈបកនយោបាយប្រើប្រាស់សារជាសំឡេងរូបភាពឯកសារជាលាយលក្ខណ៍អក្សរឬសកម្មភាពរបស់ទណ្ឌិតជាប់ទោសពីបទអក្រិតឬមជ្ឈិមដើម្បីជាផលប្រយោជន៍បកនយោបាយសម្រាប់បកខ្លួននោះទេមាត្រានេះចង់មិនចង់គឺសំដៅទៅលើគណៈបកសង្គ្រោះជាតិដែលមានរូបលោកសំរងស៊ីនិងលោកកម្មសខានៅលើស្លាកគណៈបកដែលបានដាក់តាំងនៅទូទាំងប្រទេសនោះស្រាប់ប្រការនេះអាចនិយាយបានថាទាំងការដាក់គំនាបទាំងការចំណាយថវិកាលើការធ្វើស្លាកគណៈបកថ្មីនិងចាំចាប់កំហុសបកប្រឆាំងនៅពេលច្បាប់នេះចូលជាធរមានបើសិនជាគណៈបកនេះធ្វេសប្រហែសក៏ថាបាននៅត្រង់ចំណុចនេះតាមមើលទៅលោកហ៊ុនសែនទំនងជាចង់បន្សាបឥទ្ធិពលលោកសំរងស៊ីនឹងរុញឲ្យលោកសំរងស៊ីទាល់ច្រកដែលគ្មានឱកាសវិលមកឆាននយោបាយវិញដោយសារតែលោកសំរងស៊ីនឹងជាប់បណ្ដឹងនៅតុលាការកម្ពុជារាប់មិនអស់នោះមួយវិញទៀតបើច្បាប់នេះចូលជាធរមានហើយនោះបើគណៈបកសង្គ្រោះជាតិខ្វះការប្រុងប្រយ័ត្នក្នុងការតាក់ទងលោកសំរងស៊ីដោយប្រការណាមួយតុលាការនិងក្រសួងមហាផ្ទៃមានឱកាសប្រើប្រាស់ច្បាប់នេះរំលាយគណៈបកសង្គ្រោះជាតិចោលបានដោយងាយការធ្វើបែបនេះលោកហ៊ុនសែននឹងប្រកាសថាជាការអនុវត្តច្បាប់ប្រទេសមាននីតិរដ្ឋត្រូវតែអនុវត្តច្បាប់ដូចនេះហើយម្យ៉ាងវិញទៀតបើសិនជាលោកនាយរដ្ឋមន្ត្រីហ៊ុនសែននៅតែបន្តវប្បធម៌បង្កើតច្បាប់មួយសម្ដៅកំចាត់មនុស្សម្នាក់បែបនេះចុះបើមានពលរដ្ឋរាប់លាននាក់ប្រឆាំងនឹងលោកតើលោកនឹងបង្កើតច្បាប់រាប់លានដើម្បីកំចាត់ពលរដ្ឋរាប់លាននាក់ដែរឬយ៉ាងណាក៏ដោយចុះយុទ្ធសាស្ត្រកិច្ចកង់គ្នាឬយកឈ្នះចាញ់គ្នារបស់គណៈបកប្រជាជនកម្ពុជានៅដំណាក់កាលចុងក្រោយនេះហាក់ដូចជាគ្មានចំណេញប្រជាប្រិយភាពអ្វីនោះទេព្រោះថានៅគ្រាដែលបរដ្ឋស្ទើរពេញនគរកំពុងប្រឈមនឹងបញ្ហាលំបាកយុវជនធ្វើចំណាកស្រុកជាបន្តបន្ទាប់ដំណាំកសិផលរបស់កសិករគ្មានទីផ្សារប៉ុន្តែតុលាការឬរដ្ឋាភិបាលរវល់ទៅនឹងរឿងចាប់ចងអ្នកការពារសិទ្ធិមនុស្សអ្នកវិភាគសកម្មជនដីធ្លីសកម្មជននិងសមាជិករដ្ឋសភាប្រសិទ្ធភាពបកប្រឆាំងទៅវិញសម្រាប់បច្ចុប្បន្ននេះនៅគ្រាដែលពលករខ្មែរខុសច្បាប់នៅក្នុងប្រទេសថៃអ្នកខ្លះត្រូវបានអាជ្ញាធរថៃចាប់បញ្ជូននិងអ្នកខ្លះរត់សម្រុកចូលស្រុកវិញដោយទឹកបាក់ទំនប់តែបែរជាតំណាងរាស្ត្របកកាន់អំណាចមកមានញឹកនឹងការធ្វើច្បាប់កំណត់មិនឲ្យអ្នកទោសជាប់តាក់ទងបកនយោបាយហាក់ដូចជាភ្លេចពីអ្វីដែលជាតម្រូវការរបស់ប្រជាពលរដ្ឋបច្ចុប្បន្នបញ្ហារវល់ធ្វើច្បាប់រាប់មិនអស់នៅសភានឹងការចាប់ចងនេះហើយដែលជំរុញឲ្យបកកាន់អំណាចបាត់បង់មេឃុំចៅសង្កាត់ជិត500នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី4នេះក៏ថាបានជាសរុបសេចក្តីទៅការកែប្រែច្បាប់នយោបាយនៅពេលនេះក៏ដូចគ្នាដែរគ្មានចំណេញអ្វីដល់បកកាន់អំណាចនោះទេតាមមើលទៅព្រោះនៅក្នុងសម័យកាលដែលមានប្រព័ន្ធបច្ចេកវិទ្យាប្រើប្រាស់ទំនើបរួមមាន Facebook Twitter និងផ្សេងៗទៀតនេះអ្នកនយោបាយពិបាកនឹងបាត់បង់ពីអ្វីដែលខ្លួនបានធ្វើនិងសកម្មភាពរបស់គណៈបកនយោបាយកំពុងតែដើរណាស់ដូចជាការកែប្រែច្បាប់ស្តីពីគណៈបកនយោបាយនេះជាដើមដោយហេតុថាអ្នកណាក៏ដឹងដែរថាការធ្វើវិសោធនកម្មច្បាប់នេះគ្រាន់តែជារឿងនយោបាយចង់កំចាត់បកប្រឆាំងនឹងលោកសំរងស៊ីនោះផ្ទុយទៅវិញការកែប្រែច្បាប់នេះអាចថាលោកហ៊ុនសែនខ្លាចលោកសំរងស៊ីនៅក្នុងការប្រកបប្រជែងលើឆាកនយោបាយដោយដែលលោកសំរងស៊ីអះអាងឬយ៉ាងណាព្រោះថានៅក្នុងជីវិតនយោបាយរបស់លោកសំរងស៊ីតាំងពីការបោះឆ្នោតជាតិអាណត្តិទី2មកលោកសំរងស៊ីមិនដែលបានចូលរួមប្រកបប្រជែងបានពេញដៃពេញជើងនោះទេលោកសំរងស៊ីពេលខ្លះរងនឹងក្របបែកដៃនៅក្នុងព្រឹត្តិការណ៍ថ្ងៃទី30មីនាឆ្នាំ1997នឹងរត់គេចពីដីកាចាប់ខ្លួនពីតុលាការជាញឹកញាប់សម្រាប់ឆ្នាំ2017នេះវិញបើសិនជាគ្មានចេតនាណាមួយសម្រាប់កំចាត់លោកសំរងស៊ីនិងគណៈបកសង្គ្រោះជាតិទេនោះតែចាំបាច់អ្វីត្រូវកែប្រែច្បាប់នេះឡើងដោយរងការរិះគន់ពីសហគមន៍ជាតិនិងអន្តរជាតិព្រោះថាលោកសំរងស៊ីលែងមានតួនាទីជាប្រធានបកឬតួនាទីអ្វីផ្សេងនៅក្នុងគណៈបកប្រឆាំងទៀតហើយនោះសប្តាហ៍ថ្ងៃនេះលោកសំរងស៊ីមិនខុសពីបរិបទទូទៅនោះឡើយក៏ប៉ុន្តែការកែប្រែច្បាប់នេះត្រូវបានអ្នកច្បាប់ចាត់ទុកថាជាការធ្វើផ្ទុយពីរដ្ឋធម្មនុញ្ញនិងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិបរិបទនិងនយោបាយដែលកម្ពុជាជាភាគីហាត់លេខីនោះរដ្ឋធម្មនុញ្ញមាត្រា31ចែងថាព្រះរាជាណាចក្រកម្ពុជាទទួលស្គាល់និងគោរពសិទ្ធិមនុស្សដូចមានចែងនៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សនិងកតិកាសញ្ញាព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្សសិទ្ធិនារីនិងសិទ្ធិកុមារឯមាត្រា35ចែងថាប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិចូលរួមយ៉ាងសកម្មនៅក្នុងជីវភាពនយោបាយសេដ្ឋកិច្ចសង្គមនិងវប្បធម៌របស់ប្រទេសជាតិជាសរុបសេចក្តីទៅការកែប្រែច្បាប់ស្តីពីគណៈបកនយោបាយនៅពេលនេះតាមមើលទៅគណៈបកប្រជាជនកម្ពុជាគ្មានចំណេញអ្វីទាក់ទាញការគាំទ្រពីពលរដ្ឋបាននោះទេ
ដោយសារតែបរិវត្តប្រហែលជាដឹងច្បាស់ថាច្បាប់នេះគ្មានចំណេញអ្វីដល់ប្រទេសជាតិឡើយអាចធ្វើឲ្យភាគីម្ខាងទៀតមានការជិះចាប់ទៅវិញទេនៅត្រង់ចំណុចនេះប្រហែលជាគណៈបកប្រជាជនកម្ពុជាចង់ផ្ដួលគូប្រកួតមុនពេលការប្រកួតនៅឆ្នាំ2018មកដល់ក៏ថាបានព្រោះថាគណៈបកកណ្ដាលអំណាចមិនខ្វះដៃគូប្រកួតក្រៅពីគណៈបកសង្គ្រោះជាតិនោះឡើយខ្ញុំទីនសាការីយ៉ាអាស៊ីសេរីពីរាជធានីភ្នំពេញ